ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ហង្សក្រហមលីវើពូលគឺកីឡាករដាវីន នូណេសត្រូវបានបន្តឲ្យអត់ធ្មត់ចំពោះបំរាមដកបញ្ឈរជើងដែលនៅសេសសល់ពីការប៉ះទង្គិចគ្នាកន្លងមកជាមួយអ្នកគាំទ្រអំឡុងពេលលេងឲ្យជម្រើសជាតិអ៊ុយរ៉ាហ្គាយខ្សែប្រយុទ្ធក្លឹបលីវើពូលគឺដាវីន នូណេសត្រូវបានបង្គាប់បញ្ជាឲ្យបន្តអត់ធ្មត់ចំពោះបំរាមដកបញ្ឈរជើងដែលនៅសេសសល់ពីការប៉ះទង្គិចជាមួយអ្នកគាំទ្រកន្លងមកអំឡុងពេលលេងឲ្យក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះត្រូវបានដាក់ចេញផងដែរនៅពេលបណ្ដឹងជំទាស់ត្រូវបានបដិសេធដោយតុលាការ Court of Arbitration for Sport នៅចាំបានថាកាលពីខែសីហាឆ្នាំ2024កន្លងទៅ Nunes ត្រូវបានសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន CONMEBOL ដកបញ្ឈរជើងចំនួន5ប្រកួតពីក្រុមជម្រើសជាតិនិងពិន័យជាប្រាក់ប្រមាណ$20,000ទៀតពីការបង្កហិង្សាដោយចេតនាទៅលើអ្នកគាំទ្របន្ទាប់ពីអ៊ុយរ៉ាហ្គាយចាញ់គូប្រជែងកូឡុំប៊ីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ Copa America កីឡាករវ័យ25ឆ្នាំរូបនេះត្រូវបានគេឃើញប្រតែប្រតាប់គ្នាជាមួយអ្នកគាំទ្រកូឡុំប៊ីនៅកន្លែងអង្គុយទស្សនាក្រោយកញ្ចែបញ្ចប់ការប្រកួតវគ្គ4ក្រុមកាលពីកំឡុងខែកក្កដាឆ្នាំ2024ជាទង្វើដែល Nunes បានរងការពិន័យពីប្រកួតមុនពេល CAS យល់ព្រមជួបបណ្ដោះអាសន្នវិញនាខែតុលាឆ្នាំ2024ដើម្បីស៊ើបអង្កេតបន្តទោះជាយ៉ាងណានូណាស់នឹងបន្តអវត្តមានទៀតនៅពេលអ៊ុយរ៉ាហ្គាយប៉ះប៉ារ៉ាហ្គាយនិងវេណេស៊ុយអេឡានៃវគ្គជម្រុះ World Cup 2026នាខែក្រោយនិងមួយប្រកួតទៀតពេលជួបប៉េរូនៅក្នុងខែកញ្ញាឆ្នាំ2025